Hello បងមានការងារធ្វើអត់ខ្ញុំសុំការងារធ្វើមួយ Hello បងមានការងារធ្វើអត់តម្លាក់ឲ្យខ្ញុំធ្វើផងទាំងនេះគឺជាអ្វីដែលខ្ញុំតែងតែទទួលបានពីបងប្អូនយើងជាជាងដូចគ្នាហើយទាំងនេះក៏ជាបញ្ហារបស់ខ្ញុំដែរកាលពី4ឆ្នាំមុនខ្ញុំតែងតែសួររកការងារពីអ្នកដទៃនៅពេលដែលខ្ញុំដាច់ការងារធ្វើម្ដងបងប្អូនដែលធ្លាប់ជួបប្រទះរឿងទាំងអស់ហ្នឹងតែងតែយល់ដល់អារម្មណ៍មួយហ្នឹងហើយថាវាមិនស្រួលទេរឿងយើងសុំការងារធ្វើគេតម្លាក់ការងារយើងធ្វើយើងស្គាល់អ្នកដែលយើងសុំការងារធ្វើយើងស្គាល់អ្នកដែលគេតម្លាក់ការងារឲ្យយើងធ្វើប៉ុន្តែយើងអាចបានស្គាល់ដល់ម្ចាស់ផ្ទះទេកន្លែងនេះហើយគឺជាបញ្ហាទី1រឿងទំនាក់ទំនងបញ្ហាទី2រឿងទំនុកចិត្តហើយបញ្ហាទី3ដែលធំជាងគេនោះគឺរឿងលុយកាក់នៅពេលដែលយើងមិនបានទំនាក់ទំនងជាមួយអតិថិជនផ្ទាល់វាធ្វើឲ្យអតិថិជនអត់មានទំនុកចិត្តលើយើងទោះបីជាការងាររបស់យើងស្អាតប៉ុណ្ណាក៏ដោយល្អប៉ុណ្ណាក៏ដោយក៏អតិថិជនមិនបានផ្ដល់តម្លៃយើងផ្ទាល់ដែរគឺគេផ្ដល់តម្លៃឲ្យអ្នកម៉ៅការដែលតម្លាក់ការងារយើងហើយរឿងលុយកាក់ខ្ញុំគិតថាវាអាចពិបាកម្យ៉ាងដែរនៅពេលដែលយើងបញ្ចប់ការងារមិនដឹងថាយើងទទួលបានលុយនៅពេលណាឲ្យប្រកបបញ្ហាទាំងអស់ហ្នឹងហើយដែលធ្វើឲ្យខ្ញុំមានគំនិតថាខ្ញុំចង់ផលិតរបស់មួយដាក់លក់នៅលើទីផ្សារក្នុងរយៈពេល4ឆ្នាំនេះខ្ញុំផលិតបានរបស់4មុខទី1ជាក្រានអាំងសាច់ទី2ន្ទាទី3កៅអីបត់ទី4កៅអីយោកន្លែងនេះហើយដែលខ្ញុំចង់លើកទឹកចិត្តដល់បងប្អូនយើងឈប់ខ្ចីដង្ហើមគេដកត្រូវរៀនរស់ដោយខ្លួនឯងត្រូវតែហ៊ានចាប់ផ្ដើមធ្វើគ្មានអ្នកណាជាងអ្នកណាទេបងប្អូននៅពេលដែលយើងធ្វើទើបយើងរកឃើញកំហុសនៅពេលឃើញកំហុសយើងកែនៅពេលដែលយើងកែនោះគឺជាលទ្ធផលនោះគឺជាសមិទ្ធផលដែលយើងទទួលបានបងប្អូនត្រូវចាំថាគ្មានអ្វីពិបាកជាងការចាប់ផ្ដើមទេហើយក៏គ្មានអ្វីអស្ចារ្យជាងការចាប់ផ្ដើមដែរនៅពេលដែលយើងចាប់ផ្ដើមធ្វើអ្វីមួយតែងតែមានទទួលពាក្យរិះគន់ពាក្យនិន្ទាពាក្យសើចចំអករបស់អ្នកដទៃប៉ុន្តែបងប្អូនត្រូវតែហ៊ានសួរខ្លួនឯងថារាល់ថ្ងៃហ្នឹងយើងរស់ដើម្បីនរណាយើងរស់ដើម្បីខ្លួនឯងយើងរស់ដើម្បីក្រុមគ្រួសារយើងឬក៏យើងរស់ដើម្បីផ្គាប់ចិត្តអ្នកដទៃនៅពេលដែលបងប្អូនធ្វើចាញ់ជាលទ្ធផលអ្នកដែលធ្លាប់សោកយើងអ្នកដែលធ្លាប់នឹងទាយើងគាត់លែងមានពីអីនិយាយហើយអញ្ចឹងត្រូវខំប្រឹងប្រែងខ្លួនឯងបងប្អូនជប់ខ្ចីទៅហាម